បើសិនជាបងប្អូនមានរោគសញ្ញាមួយចំនួនដូចខ្ញុំបានជំរាបបាញ់មិញនេះបងប្អូនគួរតែទៅពិនិត្យឈាមដើម្បីយើងមើលកម្រិតសារធាតុ creatinine នៅក្នុងខ្លួនតើយើងមានជំងឺខ្សោយតម្រងនោមឬអត់ជំងឺខ្សោយតម្រងនោមនេះបងប្អូនដឹងទេជំងឺនេះគឺត្រូវបានគេបែងចែកជាដំណាក់កាលហ្នឹងរហូតដល់5ដំណាក់កាលនៃជំងឺខ្សោយតម្រងនោមដំណាក់កាលទី1ដល់ទី3គេហៅថាដំណាក់កាលស្រាលដំណាក់កាលទី4និងដំណាក់កាលទី5គេហៅថាដំណាក់កាលធ្ងន់ដំណាក់កាលទី1ដល់ទី3នេះជាទូទៅគឺវាអត់មានរោគសញ្ញាអីទេអត់មានរោគសញ្ញាអីដែលឲ្យយើងកត់សម្គាល់បានទេបាទអញ្ចឹងគេអាចដឹងថាយើងមានជំងឺខ្សោយតម្រងនោមនៅក្នុងកម្រិតនេះបានដោយសារតែការបូមឈាមបាទយកទៅពិនិត្យមើលសារធាតុគេហៅថា creatinine បើសិនជាកម្រិតសារធាតុ creatinine នៅក្នុងខ្លួនរបស់យើងនេះវានៅក្រោម60មកត្រឹម30មានន័យថាយើងហ្នឹងគឺមានជំងឺខ្សោយតម្រងនោមហើយតែនៅក្នុងកម្រិតស្រាលតែបើសិនជាវានៅក្រោមលេខ30មកលេខ15មានន័យថាយើងកំពុងតែមានជំងឺខ្សោយតម្រងនោមក្នុងដំណាក់កាលទី4តែបើសិនជានៅក្រោមលេខ15ទៀតក្រោមលេខ15ទៀតណាវាបញ្ជាក់ថាបងប្អូនមានជំងឺខ្សោយតម្រងនោមកម្រិតទី5ហើយបាទជាកម្រិតធ្ងន់ធ្ងរជំងឺខ្សោយតម្រងនោមនេះវាចេញរោគសញ្ញាឲ្យយើងដឹងគឺនៅក្នុងដំណាក់កាលទី4និងទី5បងប្អូនណាអញ្ចឹងនៅពេលដែលវាចេញជារោគសញ្ញាអាការៈឲ្យយើងដឹងមានន័យថាយើងកំពុងស្ថិតនៅក្នុងដំណាក់កាលទី4ទី5បាត់ហើយអញ្ចឹងវាហានិភ័យមែនទែនបាទហានិភ័យខ្លាំងណាស់អញ្ចឹងរោគសញ្ញាមួយចំនួនហ្នឹងគឺទី1បងប្អូនវាចេញជាអាការៈនៃការហើមជើងបាទហើមតបកភ្នែកស្លេកស្លាំងបាត់បង់គ្រាប់ឈាមក្រហមបាទហើយសម្ពាធឈាមរបស់យើងហ្នឹងគឺវាឡើងខុសប្រក្រតីបាទវាឡើងខុសប្រក្រតីហើយមួយយ៉ាងវិញទៀតបងប្អូនក៏អាចសង្កេតបានទៅលើអាការៈមួយចំនួនដោយខ្លួនឯងដែរទី1នោមមកមានពពុះបាទទី2នោមមកមានឈាមអញ្ចឹងកាលណាតែបងប្អូនមានអាការៈទាំងនេះបងប្អូនគួរតែឆាប់រុះរាន់ទៅពេទ្យដើម្បីពិនិត្យមើលបើសិនជាយើងពិនិត្យទៅឃើញថាមានជំងឺខ្សោយតម្រងនោមយើងធ្វើការព្យាបាលទាន់ពេលវេលាវាអត់បង្កយើងទៅជាមានបញ្ហានិភ័យណាមួយបានទេប៉ុន្តែបើសិនជាយើងបដ ாய் ទុកវាធ្ងន់វាអាចធ្វើឲ្យយើងទៅជាមានបញ្ហាហានិភ័យខ្ពស់ហើយយើងត្រូវចំណាយថវិកាព្យាបាលនឹងច្រើនដូចគ្នាបាទហើយជំងឺខ្សោយតម្រងនោមនេះណាវាភាគច្រើនវាប្រឈមខ្លាំងជាងគេគឺចំពោះអ្នកដែលមានបញ្ហាលើសសម្ពាធឈាមអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមអ្នកដែលធ្លាប់ប្រើថ្នាំច្រើនលើសកម្រិតដែលធ្វើឲ្យប៉ះពាល់ដល់តម្រងនោមរបស់យើងឬក៏មួយយ៉ាងវិញទៀតវាកើតឡើងពីការពុលអាហារបាទវាកើតឡើងពីការពុលអាហារហ្នឹងមានពុលស្រាបាទពុលប្រមាត់ត្រីប្រមាត់ត្រីក្អែកប្រមាត់ត្រីត្រសក់អីជាដើមហ្នឹងបាទឬក៏វាកើតឡើងពីគេហៅថាអង្គតិកហ្នឹងវាវាយបហាមកខ្លួនឯងបាទអង្គតិកហ្នឹងគឺវាប្រឆាំងរាងកាយរបស់យើងអញ្ចឹងគឺវាអាចធ្វើឲ្យយើងទៅជាមានបញ្ហាខ្សោយតម្រងនោមនេះដែរបាទអញ្ចឹងជាចុងក្រោយសូមបងប្អូនជួយចុច follow ម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗបាទហើយសូមជួយចែករំលែកចុច share ផងបងប្អូនណាដើម្បីឲ្យបានបងប្អូនយើងដទៃទៀតគាត់បានដឹងដែរបាទសូមអរគុណ